នៅក្នុងពិភពលោកបច្ចុប្បន្នមានការបោកប្រាស់ជាច្រើនប្រភេទហើយថ្មីនេះមានការបោកប្រាស់ដ៏ធំមួយទាក់ទងនឹងការលក់ខ្សែដៃមាសបានកំពុងរាតត្បាតនៅតាមដងផ្លូវក្នុងប្រទេសមួយចំនួនមនុស្សភាគច្រើនគិតថាពួកគេបានទិញខ្សែដៃមាសសុទ្ធពិតប្រាកដប៉ុន្តែការពិតវាគ្រាន់តែជាខ្សែដៃប្រាកដែលស្របដោយមាសស្ដាងតែប៉ុណ្ណោះតម្លៃពិតប្រាកដនៃខ្សែដៃคล้ายៗទាំងនោះមានតម្លៃតិចជាង 1/10 នៃតម្លៃមាសសុទ្ធនេះបណ្ដាលឲ្យមនុស្សជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនប៉ុន្តែបែរជាទទួលបានរបបคล้ายៗទៅវិញអាចកំបាំងនៃមាសคล้ายៗនេះគឺបានមកពីថ្មមួយប្រភេទនៅក្នុងប្រទេសបង់ក្លាដេសដែលមានឈ្មោះថាថ្មអាខាយថ្មនេះមានពណ៌និងរូបរាងស្រដៀងនឹងមាសសុទ្ធភាពស្រដៀងគ្នានេះបានធ្វើឲ្យអ្នកជំនាញផ្នែកមាសក៏ពិបាកក្នុងការបែងចែកដែរដើម្បីធ្វើតេស្តសាក់លបងគេបានរកឃើញថាថ្មអាខាយមិនត្រូវបានប៉ះពាល់ដោយមេដែកឡើយមិនអណ្ដែតក្នុងទឹកហើយក៏មិនប្រែពណ៌នៅពេលត្រូវកម្ដៅដែរនៅពេលដែលគេយកវាទៅកាត់មើលផ្នែកខាងក្នុងនៅតែមានពណ៌មាសដូចដើមដែលធ្វើឲ្យការធ្វើតេស្តសាក់លបងគ្រប់ប្រភេទត្រូវបានបោកបញ្ឆោតទាំងអស់ដោយសារតែលក្ខណៈពិសេសទាំងនេះហើយទើបមាសคล้ายៗបានចល័តទីផ្សារងងឹតទាំងក្នុងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍មនុស្សជាច្រើនបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់នេះដើម្បីជៀសវាងការបោកប្រាស់ដ៏ឆ្លាតវៃនេះអ្នកមិនគួរទុកចិត្តលើភ្នែករបស់អ្នកតែម្នាក់ឯងនោះទេវិធីល្អបំផុតដើម្បីការពារខ្លួនមានដូចជាកុំទុកចិត្តតែរូបរាងខាងក្រៅសូមពិនិត្យមើលទៅលើកិត្តិយសហាងលក់មាសស្របច្បាប់តែងតែប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាម៉ាស៊ីនស្កេនកំសារស្មី X ឬការធ្វើតេស្តដោយវិទ្យុរស្មីដើម្បីផ្ទៀងផ្ទាត់ភាពសុទ្ធរបស់មាសជៀសវាងតម្លៃគួរឲ្យសង្ស័យសូមកុំទិញមាសនៅតាមផ្លូវឬនៅតូបដែលមិនមានការទទួលស្គាល់ច្បាស់លាស់ហើយត្រូវប្រយ័ត្នចំពោះតម្លៃដែលថោកជាងទីផ្សារពេកពិនិត្យមើលដោយប្រើពន្លឺមាសសុទ្ធមានពន្លឺរលោងហើយទន់ខណៈដែលមាសคล้ายៗមានពន្លឺចាំងខ្លាំងអ្នកក៏អាចធ្វើតេស្តដងស៊ីតេដែលដងស៊ីតេមាសគឺ 19.3 បានផងដែរការរៀនសម្គាល់មាសคล้ายៗគឺជារឿងសំខាន់បំផុតដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកដោយពាក្យចាស់ពោលថាការពារប្រសើរជាងការព្យាបាល